សិករមួយរូបនៅស្រុករកខគិរីសង្ងំដាំដំណាំម្នាស់40ហិកតាអាចរកចំណូលបានចន្លោះពី35លានរៀលទៅ40លានរៀលក្នុង1ហិកតាស្របពេលដែលទីផ្សារម្នាស់ឆ្នាំនេះមានតម្លៃល្អស្រុករកខគិរីជាស្រុកមួយដែលមានដីជីវជាតិល្អអំណោយផលលើការដាំដុះដំណាំច្រើនប្រភេទដូចជាស្រូវស្វាយចន្ទីដំឡូងមីកៅស៊ូពិសេសដំណាំម្នាស់កសិករមួយរូបនៅស្រុករកខគិរីដាំដំណាំម្នាស់ជាង20ឆ្នាំលើផ្ទៃដីប្រមាណជាង40ហិកតាស្របពេលដែលទីផ្សារម្នាស់ឆ្នាំនេះមានតម្លៃល្អអាចរកចំណូលបានជាង$20,000ក្នុងមួយឆ្នាំលោកឡាយប៉អាយុ52ឆ្នាំកសិករដាំដំណាំម្នាស់នៅភូមិកែវមុនីឃុំបាសាក់ស្រុករកខគិរីខេត្តបាត់ដំបងបានឲ្យដឹងថាដោយសារនៅតំបន់លោកដែលមានជីវជាតិអំណោយផលលើដំណាំម្នាស់ទើបលោកជ្រើសរើសដាំដំណាំនេះជាង20ឆ្នាំកន្លងមកលោកបានបន្តថាចំពោះការដាំដុះខែទី3ទៅខែទី4ដំណាំម្នាស់ត្រូវការពេលពី1ឆ្នាំទៅ1ឆ្នាំជាងទើបអាចប្រមូលផលចំពោះការដាំម្នាស់ដំបូងត្រូវភ្ជួរដីឲ្យបានស្អាតហើយលើកដីជារងជួររួចចាប់ផ្ដើមយកគល់ម្នាស់ដាក់ដាំការប្រើប្រាស់ជីមាន2ដំណាក់កាលពេលកូនម្នាស់ដោះបានប្រហែល1ខែយើងត្រូវធ្វើស្មៅនិងដាក់ជីបំប៉នម្ដងក្នុង1ហិកតាប្រើជីអស់8ការុងលុះពេលម្នាស់លូតលាស់បាន4ខែដាក់ជីម្ដងទៀតបន្ទាប់មកត្រូវលាយទឹកជាមួយថ្មស្អុយរួចចាក់ចូលបណ្ដូលម្នាស់កសិកររូបនេះបានបន្ថែមថាសម្រាប់ទីផ្សារម្នាស់ឆ្នាំនេះតម្លៃល្អដោយលោកមានមធ្យោបាយខ្លួនឯងផ្ទាល់ដឹកជញ្ជូនទៅលក់នៅរាជធានីភ្នំពេញដែលមានស្តង់ទីនោះស្រាប់ឆ្នាំនេះលោកអាចទទួលផលចន្លោះពី30,000ជាងផ្លែទៅ40,000ផ្លែក្នុង1ហិកតាបើគិតជាប្រាក់ពី34លានរៀលទៅ40លានរៀលបើសរុបទាំង40ហិកតាមួយឆ្នាំលោកអាចរកចំណូលបានជាង$20,000ឯណោះលោកបានលើកឡើងថាការដាំដំណាំម្នាស់នេះមិនមែនងាយស្រួលនោះទេពិបាកខ្លះដែរត្រូវការពេលវេលានិងចំណាយច្រើនលើកម្លាំងកម្មករក្នុងការថែទាំម្នាស់នេះក៏មានរោគដែរដូចជារោគរួញក្រហមស្លឹកអត់លូតលាស់ជាដើមឆ្នាំនេះទីផ្សារល្អគ្រាន់ជាងឆ្នាំមុនឆ្នាំនេះប៉ិនខែ8រៀងធ្លាក់ថ្លៃតែមកចាប់ពីដល់ខែ9ខែ10ខែ11ខែ12ខែ1ខែ2ហ្នឹងទីផ្សារល្អតម្លៃថេរល្អម្ចាស់ចំការខាងលើរីករាយសម្រាប់បងប្អូនប្រជាកសិករមានបំណងចង់ដាំឬមានចម្ងល់អាចសាកសួរអំពីបច្ចេកទេសដាំដុះដំណាំម្នាស់នេះបានលោកពេញចិត្តក្នុងការចែករំលែកគ្មានអ្វីលាក់លៀមនោះទេចំណែកឯលោកផេងផលអភិបាលរងនៃគណៈអភិបាលស្រុករកខគិរីថ្លែងឲ្យដឹងថាស្រុករកខគិរីមានផ្ទៃដីដាំដុះជាង40,000ហិកតាក្នុងនោះមានឃុំ2គឺឃុំព្រែកជីកនិងឃុំបាសាក់ដីអំណោយផលមានប្រជាពលរដ្ឋច្រើនគ្រួសារដាំដំណាំម្នាស់មានកសិករខ្លះដាំខ្លួនឯងផងប្រមូលទិញពីកសិករផ្សេងផងបាននាំចេញទៅកាន់ទីផ្សារនៅខាងភ្នំពេញនិងខេត្តសៀមរាបលោកអភិបាលរងស្រុកបានបន្ថែមថាចំពោះទីផ្សារវិញមួយគ្រាប់តម្លៃចន្លោះពី500រៀលទៅ2,000រៀលទៅតាមប្រភេទផ្លែតែបើករណីចុញច្រើនពេកអាចធ្លាក់ចុះដល់ក្រោម500រៀលគឺខាតហើយបញ្ហានេះក៏ធ្លាប់មានប្រជាកសិករមករកអាជ្ញាធរស្រុកនិងឃុំឲ្យជួយដោះស្រាយរកទីផ្សារឲ្យផងដែរគឺមានឃុំចំនួន2ដែលគាត់ផលិតដាំសក្តានុពលគឺម្នាស់សប្តាហ៍នេះម្នាស់គាត់ដាំច្រើនគាត់ដាំនៅខាងឃុំព្រែកជីកនិងឃុំបាសាក់ហើយពីឃុំនេះខ្ញុំគិតថាសក្តានុពលគាត់ដឹកអាឡាន3តោនទៅ5តោនហ្នឹងគាត់ចេញក្នុងមួយថ្ងៃយ៉ាងតិចក៏3ឡានទៅ4ឡានសម្រាប់សក្តានុពលម្នាស់នេះដោយគាត់មានខ្លះគាត់មានគេហៅថាដេប៉ូសម្រាប់គាត់ដឹកយកទៅស្តុកលក់នៅភ្នំពេញគាត់ផលិតដាំខ្លួនគាត់ផងគាត់ទិញពីគេផងគាត់មានកន្លែងលក់មាននៅភ្នំពេញនិងសៀមរាបអញ្ចឹងសក្តានុពលនោះនេះប៉ុន្តែយើងនៅមួយទៀតគ្រាន់តែថាកាលណាយើងដាំទៅច្រើនវាជន់ទៅលក់អត់ដាច់អញ្ចឹងសក្តានុពលឆ្នាំខ្លះជាបរិវត្តគាត់មានបញ្ហាសម្រាប់តម្លៃរបស់ម្នាស់នេះជួនកាលក៏ក្នុងឆ្នាំនេះអាចមកគ្រាប់បាន500ទៅ1000ទៅ1500គឺ2000ទៅតាមប្រភេទវាអានឹងគាត់ដាំទៅវាមានការកើនឡើងឬក៏មានន័យថាគាត់ដាំទៅចំណេញ
បើសិនជាធ្លាក់ដល់ជួនកាលឆ្នាំខ្លះធ្លាក់តាម400ចឹងគាត់មកវាមានបញ្ហាសម្រាប់ឲ្យរដ្ឋបាលស្រុកនិងរដ្ឋបាលឃុំជួយរកទីផ្សារដែរហើយចំពោះកិច្ចការនេះខាងមន្ទីរកសិកម្មឬក៏ខាងរាជរដ្ឋាភិបាលកំពុងតែទំនាក់ទំនងរកទីផ្សារជាមួយនឹងខាងអ្នកវិនិយោគឬក៏ក្រុមហ៊ុនដើម្បីធ្វើជារកកន្លែងឧស្សាហកម្មដែលយើងផលិតជារបស់សម្ងួតវាគឺស្ងួតធ្វើជាតំណាប់ធ្វើជាអីចឹងទៅ